Ngàyនេះខ្ញុំសូមបង្ហាញបងប្អូនអំពីរបៀបធ្វើទឹកtóuឲ្យមានរសជាតិឆ្ងាញ់ហើយតាមវិធីងាយហើយនឹងរបៀបធ្វើគោកិច្ចដើម្បីញ៉ាំជាមួយនឹងទឹកtóuនឹងដែរសម្រាប់ទឹកtóuនឹងយើងធ្វើហើយច្រកដាក់កែវហើយទុកនៅក្នុងទូទឹកកកគឺអាចញ៉ាំបានយូរមែនទែនទុកកាន់តែយូររសជាតិកាន់តែគំឆ្ងាញ់វិធីធ្វើដំបូងគឺខ្ញុំប្រើtóuប្រៃឬក៏tóuកែវនឹងកន្លះកែវយើងយកវាមកប៉ុនឲ្យម៉ត់អញ្ចឹងមកបន្ទាប់មកខ្ញុំដាក់ប៊ឺសាបមួយស្លាបព្រាបាយរួចហើយដាក់tóuចូលហើយឆារហូតទាល់តែtóuនឹងឡើងក្លិនឈ្ងុយតាមពិតទៅtóuនឹងវាមានក្លិនឈ្ងុយស្រាប់ហើយប៉ុន្តែពេលដែលយើងឆាលាយជាមួយនឹងប៊ឺអញ្ចឹងទៀតគឺថាក្លិនឡើងកាន់តែឈ្ងុយតែម្ដងបន្ទាប់មកខ្ញុំដាក់ទឹកដោះគោចំនួនកន្លះចានចង្កឹះខ្ញុំដាក់ប៉ុណ្នេះគឺមករាវល្មមតាមខ្ញុំចង់បានតែបើសិនជាបងប្អូនចង់បានខាប់ជាងនេះឬក៏រាវជាងនេះអាចលៃលកទៅតាមនឹងបានបន្ទាប់ពីយើងកូររហូតទាល់តែទឹកtóuនឹងឡើងពុះហើយទើបខ្ញុំដាក់ស្ករចូលកន្លះស្លាបព្រាបាយហើយទឹកត្រីមួយស្លាបព្រាបាយដែរហើយក្រោយមកខ្ញុំកូរវាម្ដងទៀតឲ្យវាពុះគឺរួចជាស្រេចហើយដល់ពេលចង់ញ៉ាំចាំថែមម្ទេសខ្ទឹមសនិងក្រូចឆ្មាតាមចំណង់ចំណូលចិត្តឥឡូវងាកមកដល់ខាងគោកិច្ចរបស់យើងវិញម្ដងតាមពិតគោកិច្ចនេះគឺអត់មានអីពិបាកធ្វើទេបងប្អូនប្រឡាក់តែសាច់គោឲ្យរាងមានជាតិតិចមកបានហើយខ្ញុំមានសាច់គោប្រហែលជា4-5ខាំខ្ញុំប្រឡាក់វាជាមួយអំបិលម្សៅស៊ុបមាន់ហើយម្រេចមកចិបក្រោយពីប្រឡាក់សាច់រួចហើយខ្ញុំរៀបវាដាក់ចានចឹងមកហើយថែមពងមាន់ប្រក្របទៀតហើយសម្រាប់គ្រឿងគោកិច្ចនេះគឺអាស្រ័យទៅលើបងប្អូនចូលចិត្តទេក្រៅពីសាច់គោយើងក៏អាចថែមគ្រឿងសមុទ្រឬក៏សាច់ផ្សេងៗតាមបងប្អូនចង់ហើយសម្រាប់បន្លែក៏អញ្ចឹងដែរបងប្អូនចូលចិត្តអីអាចដាក់បន្លែនឹងបានសម្រាប់ខ្ញុំថ្ងៃនេះមានតាំងពីម្ទេសហាវ៉ៃហើយស្ពៃទឿមានតាំងអាវមានការ៉ុតខ្ទឹមបារាំងនិងត្រកួនហើយដល់ពេលខ្ញុំយើងដាក់ទឹកខ្ទះមួយមកហើយដាក់ប៊ឺសាបមកល្មមបន្ទាប់មកយើងដាក់សាច់គោដាក់បន្លែយើងឆាវាចម្អិនវាមកល្មមតាមដែលយើងចង់បានទៅបងប្អូនឆ្អិនតិចឆ្អិនខ្លាំងអីទៅតាមបងប្អូនចូលចិត្តតែប៉ុណ្្នឹងគឺរួចហើយជាពិសេសបានញ៉ាំជាមួយនឹងទឹកtóuនឹងនិយាយថាត្រូវជាតិគ្នាល្អមែនទែនបងប្អូនអាចសាកល្បងធ្វើទឹកtóuនឹងបាន